Hello សួស្តីអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃហ្នឹងគឺថាមកធ្វើជាមួយនឹងមីហឺញ៉ាំតែម្ដងនិយាយទៅគឺថាមកជាមួយនឹងបងប្រុសមកពីខាងខំខូប្រាដឺហូននិយាយទៅអ្នកគេស្គាល់គាត់ខ្លះគាត់ឈ្មោះថា Sterling បាទសហសនាមចុងភៅវៀងហើយថ្ងៃនេះយើងមក cooking ជាមួយបងប្រុសបាទអញ្ចឹងថ្ងៃហ្នឹងគឺយើងចាប់ផ្ដើមធ្វើជាមួយនឹងមីហឺញ៉ាំទាំងអស់គ្នាអញ្ចឹងចង់ដឹងថាមីហឺរបស់ហឺរ៉ាំយ៉នមានរសជាតិបែបណាដែរកុំភ្លេចតាមដានទាំងអស់គ្នាណាអញ្ចឹងសម្រាប់ថ្ងៃនេះគឺថានាំបងប្អូនយើងមកធ្វើលក្ខណៈញ៉ាំមីហឺមុខបាំងនៅខាងក្រៅម្ដងបងប្អូនយើងដាក់ញ៉ាំជាមួយនឹងសាច់ជ្រូកដែលជឿនក្តៅបែបនេះទំនងមែនតើជាដំបូងគឺយើងចាប់ផ្ដើមស្រោះមីជាមុនសិនអ្នកនរគ្នានៅពេលដែលយើងហាយកញ្ចប់មកអញ្ចឹងសម្រាប់មីហឺរបស់ហារ៉ាំយ៉នណាគឺមានគ្រឿងមីនៅខាងក្នុងនឹងពីរកញ្ចប់ដែលជាសហ្មងណាអ្នកទាំងអស់គ្នាអញ្ចឹងជាដំបូងនេះនៅពេលដែលទឹករបស់យើងពុះគឺយើងចាប់ផ្ដើមដាក់មីរបស់យើងស្រោះចំនួន4នាទីមកបន្ទាប់ពីមីរបស់យើងរីកបានល្អហើយគឺយើងចាប់ផ្ដើមចាក់ជាមួយនឹងសសរបស់យើងចូលមកបងប្អូនហើយយើងកូរច្បល់ជាមួយនឹងសាច់មីមកគូអូយឡើងទំនងហ្មងណាចាំយើងបន្ថែមជាមួយនឹងសារាយក៏ដូចជាល្ងចូលសម្រាប់កញ្ចប់ពណ៌ខ្មៅនេះវិញគឺជារសជាតិដើមណាអ្នកទាំងអស់គ្នាសម្រាប់គេដែលចូលចិត្តហឹរអាចញ៉ាំរសជាតិដើមបានសម្រាប់ចង់បានហឹរតិចអាចសាកជាមួយនឹងខាបូណារ៉ាបានតមកទៀតនេះយើងបន្ថែមជាមួយនឹងសាច់ជ្រូក3ជាន់ដែលយើងជៀនក្តៅមកអូយទំនងមែនតើអ្នកទាំងអស់គ្នាចូលជាមួយនឹងគ្នាបែបនេះហើយហ្នឹងគ្រាន់តែឃើញគឺចង់ញ៉ាំមកហើយបើដែលតែពិសេសហ្នឹងយើងបន្ថែមជាមួយនឹងគីមឈីប៊ីងហ្គោបែបនេះទៀតមកអូយឥឡូវនេះខ្ញុំបានធ្វើរួចរាល់ហើយគឺខ្ញុំឲ្យបងប្រុសចុងភៅវាំងហ្នឹងគឺថាគាត់សាកភ្លោះម្ដងបងនេះធ្វើរួចរាល់ហើយបងអូខេតំណងហើយបងតំណងឈ្ងុយនិយាយទៅឈ្ងុយដូចគាត់និយាយអញ្ចឹងបងប្អូនអើយអញ្ចឹងឥឡូវនេះខ្ញុំសុំចាប់ផ្ដើមញ៉ាំជាមួយនឹងគាត់ទាំងអស់គ្នាហើយง่ายមែនง่ายបងបាទស្នាដៃអត់ខុសពីខ្ញុំធ្វើទេបាទអាចទៅយកបានដែរបងសាច់មីទន់ហើយគីមឈីស្រួយបាទនិយាយទៅចំពោះរសជាតិគឺថាឆ្ងាញ់ជាប់ចិត្តហ្មងបងប្អូនអើយអញ្ចឹងសម្រាប់គេដែលចូលចិត្តញ៉ាំមីហឹរអីហ្នឹងអាចសាកជាមួយនឹងហារ៉ាំយ៉នបានបងប្អូនដឹងតែថាញ៉ាំហើយធានាជាប់បេះដូងហ្មងណានិយាយទៅពីមួយម៉ាត់ទៅមួយម៉ាត់គឺថាជាហើយហ្នឹងគឺចង់ទៅដាក់ទៀតទេអ្នកអត់ទាន់បានសាកហ្នឹងអាចសាកញ៉ាំបានពេលដែលញ៉ាំហើយហ្នឹងដឹងតែជាប់ចិត្តជាមួយនឹងហារ៉ាំយ៉នហ្មងតោះបងប្អូនគីមឈីជាមួយមីបាទធានាថាឆ្ងាញ់បាទបងប្អូនតោះចុះឥឡូវនឹងសុំទៅមួយម៉ាត់ដែរបងប្អូនបាទមីហារ៉ាំយ៉នរបស់យើងគឺមានពីររសជាតិ original ហើយនិង carbonara បាទអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់សាកជាមួយនឹងរសជាតិមីហឹរចង់ដឹងថារសជាតិមីហឹររបស់ហារ៉ាំយ៉នរសជាតិបែបណាដែរកុំភ្លេចសាកជាមួយនឹងរសជាតិមីហឹរនិយាយទៅគឺថាហឹរខ្លាំងមែនតើហ្មងអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់បងប្អូនយើងណាដែលគាត់ចង់ញ៉ាំជាមួយនឹងហារ៉ាំយ៉នជាមួយនឹងគីមឈីប៊ីងហ្គោគឺអាចសាកបងបានបាយបងប្អូនបាយ